ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមកមើលចំការរំយោផ្ទាល់បងប្អូនឥឡូវថ្ងៃមុនថាដាំពោតឥឡូវបងប្អូនបានផលហើយនេះបងប្អូនអើយច្រើនណាស់ពោតគឺច្រើនមែនតើមានទាំងពោតតំណើបមានទាំងពោតលឿងបងប្អូនបន្ទាប់ពីបេះពោតមកបងប្អូនអាចយកមកអាំងឬក៏អាចយកទៅបបរអាចយកទៅចៀននិយាយទៅបងប្អូនយកធ្វើអីក៏ឆ្ងាញ់ដែរព្រោះអីពោតធម្មជាតិបេះចំការថ្មីគឺផ្អែមមកបងប្អូនហើយឆ្ងាញ់ហើយបងប្អូននេះបន្ទាប់ពីអាំងហើយពោតហ្នឹងចាំមើលខ្ញុំភ្លក់ឲ្យមើលថាមានរសជាតិបែបណាបងប្អូនបងប្អូនទៅលាឲ្យថាខុសពីពោតចេញពីផ្សារព្រោះអីយើងដាំខ្លួនឯងយើងអត់មានប្រើគីមីទាំងអស់ឈ្ងុយហើយធម្មជាតិឆ្ងាញ់មែនទែនសម្រាប់ពោតនេះបងប្អូនគឺពួកយើងចែកជូនដល់ fan រំយោដែលបងប្អូនពុកម៉ែបងប្អូនដែលគាត់អញ្ជើញមកភាសាបាយរាល់ការកក់តុកនិងទទួលបានពោតចំនួន6ដោយឥតគិតថ្លៃបងប្អូនពោតនេះគឺដាំពិសេសតែម្ដងគឺមិនមែនសម្រាប់លួយណាបងប្អូនគឺសម្រាប់ចែកជូន fan រំយោដែលអញ្ជើញមកភាសាបាយដែលតែងតែគ្រប់គ្រងរំយោ Garden កន្លងមក